រដ្ឋខ្មែរមានគំនិតជាតិនិយមមិនសូវខ្លាំងហើយក៏មិនសូវរក្សាគំនិតនេះឲ្យបានយូរអង្វែងនោះទេថាតើមានមូលហេតុអ្វីខ្លះទៅយោងតាមគណនី Facebook របស់លោកបណ្ឌិតកុចលីដែលបានសរសេរផុសកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2026ដោយមានខ្លឹមសារថាពលរដ្ឋខ្មែរមានគំនិតជាតិនិយមមិនសូវខ្លាំងហើយក៏មិនសូវរក្សាគំនិតនេះឲ្យបានយូរអង្វែងនោះទេថាតើមានមូលហេតុអ្វីខ្លះទៅនេះជាប្រធានបទមួយដ៏ស៊ីជម្រៅមួយត្រូវបានយកមកពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមអ្នកប្រវត្តិសាស្ត្រវិទូសង្គមនិងអ្នកវិទ្យាសាស្ត្រនយោបាយបើពិនិត្យទៅលើតថភាពសង្គមនិងប្រវត្តិសាស្ត្រខ្មែរគេមើលឃើញថាជនជាតិខ្មែរហាក់មានជាតិនិយមមិនសូវខ្លាំងឬមានលក្ខណៈជាតិនិយមស្រទន់ជាងប្រទេសជិតខាងដែលកើតចេញពីមូលហេតុចម្បងមួយចំនួនដូចតទៅទី1ឥទ្ធិពលនៃរបួសផ្លូវចិត្តជាប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានឆ្លងកាត់របបវាពីឃាតក្នុងឆ្នាំ1975ដល់ឆ្នាំ1979ដែលក្នុងរបបនេះមានពាក្យមួយឃ្លាថាជាតិនិយមជ្រុលត្រូវបានយកមកប្រើប្រាស់ក្នុងន័យបំផ្លិចបំផ្លាញជាតិនិងពលរដ្ឋខ្លួនឯងតាមមនោគមវិជ្ជាក្រហមបរទេសនិយមការភ័យខ្លាចនិងភាពជ្រុលនិយមដែលជាបទពិសោធន៍ដ៏ជូរចត់នេះបានបន្សល់ទុកនូវស្រមោលអតីតកាលដែលធ្វើឲ្យប្រជាជនខ្មែរជំនាន់ក្រោយមានភាពប្រុងប្រយ័ត្នខ្ពស់មិនសូវហ៊ានបង្ហាញការគាំទ្រគំនិតជាតិនិយមឬការដេញដោលរឿងជាតិនិយមនោះទេពីព្រោះខ្លាចធ្លាក់ចូលក្នុងអន្ទាក់នយោបាយបរទេសនាំឲ្យបែកបាក់ផ្ទៃក្នុងម្ដងទៀតទី2ផ្នែកគំនិតព្រះពុទ្ធសាសនានិងវប្បធម៌អហិង្សានេះគឺជាទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាថេរវាទដែលជាសាសនារបស់រដ្ឋបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នែកគំនិតខ្មែររាប់រយឆ្នាំមកហើយទស្សនវិជ្ជាពុទ្ធសាសនាបង្រៀនពីការអត់ធ្មត់ការមិនព្យាបាទនិងឧបេក្ខាការតម្កល់ចិត្តជាកណ្ដាលផ្នែកគំនិតនេះធ្វើឲ្យកូនខ្មែរភាគច្រើនមានចរិតលក្ខណៈទន់ភ្លន់សម្របសម្រួលនិងមិនសូវមានគំនិតឈ្លានពានឬប្រឆាំងតបតខ្លាំងក្លាជាមួយបរទេសជិតខាងបើប្រៀបធៀបនឹងជាតិសាសន៍គេគឺគេប្រើប្រាស់មនោគមវិជ្ជាតឹងរ៉ឹងបំផុតដើម្បីការពារទឹកដីរបស់គេទី3និន្នាការសកលភាវូបនីយកម្មនិងការនិយមវប្បធម៌បរទេសនៅក្នុងយុគសម័យ Digital និងសេដ្ឋកិច្ចទីផ្សារសេរីធ្វើឲ្យយុវជនខ្មែរទទួលបានការហូរចូលនៅវប្បធម៌បច្ចេកវិទ្យានិងការអប់រំពីបរទេសយ៉ាងគំហុកកង្វះការយល់ដឹងពីអត្តសញ្ញាណខ្លួនឯងដោយសារតែការកំសាន្តដូចជាតន្ត្រីភាពយន្តម៉ូដសម្លៀកបំពាក់មកពីប្រទេសជិតខាងនិងលោកខាងលិចមានឥទ្ធិពលខ្លាំងធ្វើឲ្យយុវជនមួយចំនួនធំមានពំនោទៅរកការនិយមរបស់ក្រៅស្រុកជាជាងការស្វែងយល់និងលើកស្ទួយតម្លៃវប្បធម៌ឬប្រវត្តិសាស្ត្ររបស់ជាតិខ្លួនឯងទី4ប្រព័ន្ធអប់រំមិនសូវរឹងមាំនិងការបណ្ដុះបណ្ដាលស្មារតីមានកម្រិតការបណ្ដុះបណ្ដាលស្មារតីស្រឡាញ់ជាតិនិយមមិនមែនមានន័យត្រឹមតែការទន្ទិញមេរៀនប្រវត្តិសាស្ត្រឬការអួតអាងពីអតីតកាលដ៏រុងរឿងនោះទេប្រព័ន្ធអប់រំនៅមានកម្រិតក្នុងការបង្រៀនយុវជនឲ្យយល់ពីតម្លៃស្នូលនៃជាតិតាមរយៈការវិភាគការរិះគន់ប្រកបដោយស្ថាបនានិងការផ្សារភ្ជាប់ប្រវត្តិសាស្ត្រទៅនឹងការអភិវឌ្ឍសង្គមជាក់ស្ដែងនៅពេលការយល់ដឹងមានភាពស្រពេចស្រពិលស្មារតីការពារនិងការលើកស្ទួយជាតិក៏មិនសូវមានភាពរឹងមាំដែរការខ្វះការស្រាវជ្រាវស៊ីជម្រៅលើផ្នែកអប់រំដែលមិនទាន់បានរុញច្រានឲ្យសិស្សនិស្សិតយល់ច្បាស់ពីឫសគល់និងការវិវត្តនៃសង្គមនយោបាយរបស់ខ្លួនដែលវាមិនអាចបង្កើតជាកម្លាំងចិត្តឬមោទនភាពជាតិដ៏រឹងមាំមួយដែលកើតចេញពីបញ្ញាញាណនោះទេទី5ការប្រែប្រួលពីគំនិតជាតិនិយមជ្រុលទៅជាគំនិតជាតិនិយមស្ងប់ស្ងាត់យើងអាចសង្កេតឃើញថាយុវជនខ្មែរបច្ចុប្បន្នមិនមែនមិនស្រឡាញ់ជាតិតតែសោះនោះទេប៉ុន្តែរបៀបនៃការបង្ហាញផ្នត់គំនិតរបស់ពួកគេបានប្រែប្រួលពីជាតិនិយមតាមរយៈការស្រែកជេរប្រមាថជាតិសាសន៍ខ្លួនឯងឬការធ្វើបាតកម្មបែបហិង្សាតែផ្ទុយទៅវិញពួកគេបានបង្ហាញស្មារតីជាតិនិយមបែបស្ងប់ស្ងាត់និងជាក់ស្ដែងដូចជាការខិតខំរៀនសូត្រដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិការបង្កើតអាជីវកម្មក្នុងស្រុកការចូលរួមការងារសង្គមនិងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរឡាក់និងឡាក់ជារួមជាតិនិយមរបស់ពលរដ្ឋខ្មែរមិនមែនខ្សោយនោះទេប៉ុន្តែវាមានលក្ខណៈជាតិនិយមដីលក់ហើយនឹងភ្ញាក់ឡើង
យ៉ាងខ្លាំងក្លានៅពេលមានផលប៉ះពាល់ដល់អធិបតេយ្យភាពដែលប្រទេសជិតខាងឈ្លានពានឬធ្វើខូចកិត្តិយសជាតិពីបរទេសបញ្ហាប្រឈមនេះគឺត្រូវធ្វើដោយម្ដេចដើម្បីដាស់សន្តិពលរដ្ឋខ្មែរពីអារម្មណ៍ជាតិនិយមឲ្យคล้ายទៅជាសកម្មភាពជាតិនិយមដែលមាននិរន្តរភាពដូចជាការពង្រឹងចំណេះដឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងការរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានយូរអង្វែងខ្ញុំយ៉ែមបូរិនពីកម្មវិធីកំណប់កម្ពុជា